Salad ហើយនឹងពងបើសិនជាយើងញ៉ាំរាល់ថ្ងៃអាចសក់គីឡូបានអត់មែនតើទៅពាក់ព័ន្ធជាមួយការញ៉ាំ Salad ហើយនឹងពងអ្នកទាំងអស់គ្នាញ៉ាំទៅអាចសក់គីឡូបានខ្ញុំអាចហ៊ាននិយាយបានថាអញ្ចឹងប៉ុន្តែអត់ប្រកាសថាអ្នកទាំងអស់គ្នាទទួលបាននូវជីវជាតិគ្រប់គ្រាន់សម្រាប់រាងកាយខ្ញុំតែងតែនិយាយអញ្ចឹងថាអានតិចតួចនេះក៏ពិតយើងញ៉ាំបានអត់ញ៉ាំបានសក់គីឡូអត់សក់ប៉ុន្តែឲ្យវាជួយទៅដល់រាងកាយរបស់យើងវាអត់ប្រកាសថាវាជួយទៅដល់រាងកាយរបស់យើងបានគ្រប់គ្រាន់ទេហើយញ៉ាំស៊ុតជាមួយនឹងសាឡាត់ហ្នឹងអ្នកទាំងអស់គ្នាត្រូវប្រកាសថាអ្នកទាំងអស់គ្នាអាចញ៉ាំវាបានរាល់ថ្ងៃញ៉ាំបានមួយថ្ងៃបានមួយអាទិត្យអត់បានពីរអាទិត្យអត់បានមួយខែអត់អាហ្នឹងយើងត្រូវប្រកាសថាអញ្ចឹងថាយើងញ៉ាំទៅវាអត់ទលាន់អូខេហើយយើងត្រូវប្រកាសទៀតថានៅក្នុងអាហារហ្នឹងវាមានជីវជាតិគ្រប់គ្រាន់នៅក្នុងសាឡាត់នៅក្នុងពងហ្នឹងជាទូទៅអ្នកសក់គីឡូក៏តែងតែគិតថាគាត់ជ្រើសរើសយកសាឡាត់មកញ៉ាំក៏ប៉ុន្តែអាចញ៉ាំបន្លែជាច្រើនបានក្រៅពីសាឡាត់ឲ្យតែបន្លែបៃតងឧទាហរណ៍ដូចស្ពៃឧទាហរណ៍ដូចស្លឹកបាសស្លឹកងប់ស្លឹកបន្លែខ្មែរយើងអីហ្នឹងសុទ្ធតែអាចញ៉ាំបានមិនមែនតតែមានន័យថាយើងត្រូវទៅយកសាឡាត់ហ្នឹងមកញ៉ាំហ្មងទេអូខេអត់ទេអញ្ចឹងអាចញ៉ាំសាឡាត់លេងមួយពងមួយអីអូខេបានប៉ុន្តែសួរថាគ្រប់អត់ទាន់គ្រប់ទេដែលរាងកាយយើងត្រូវការអូខេនៅក្នុងសាឡាត់វាមានវីតាមីនខ្លាអូខេវាមានអីពងនៅក្នុងស៊ុតវាមានវីតាមីនវាមានប្រូតេអ៊ីនដែរប៉ុន្តែវាអត់គ្រប់សម្រាប់រាងកាយរបស់យើងខ្ញុំចង់មានន័យអញ្ចឹងវាមានអត់ប្រូតេអ៊ីនវាមានអត់វីតាមីនវាមានប៉ុន្តែឲ្យវា make sure ថាវាគ្រប់សម្រាប់រាងកាយរបស់យើងត្រូវការពេញមួយថ្ងៃហ្មងអត់ទេអញ្ចឹងពេលដែលយើងស្រកគីឡូមកយើងក៏អត់សូវមានកម្លាំងយើងក៏អត់សូវមានថាមពលយើងក៏អត់សូវស្រួលខ្លួនអីហ្មងដែរវាចឹងណាដោយសារអីយើងកង្វះជីវជាតិតិចហ្នឹងទៅអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នេះទេហើយបើអ្នកទាំងអស់គ្នាកំពុងតែចង់សម្រក់គីឡូហើយចង់រៀបចំរបបអាហារឲ្យខ្លួនឯងរៀបចំទៅដូចខ្ញុំប្រាប់អញ្ចឹងកាឡូរីទាបក្នុងអាហាររបស់យើងហើយមានជីវជាតិគ្រប់គ្រាន់ដូចជាប្រូតេអ៊ីនវីតាមីនជាតិរ៉ែគឺគ្រប់គ្រាន់មកសក់គីឡូបានហើយអូខេសក់គីឡូបានហើយបន្ថែមមួយការហាត់ប្រាណញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គេឲ្យបានត្រឹមត្រូវសក់គីឡូបានក៏ប៉ុន្តែបើអ្នកទាំងអស់គ្នាកំពុងតែអត់ចង់មានន័យថាអត់ចង់រៀបចំរបបអាហារឲ្យខ្លួនឯងអត់មានពេលរវល់ការងារឬមួយក៏ខ្ជិលអីជាដើមអូខេខ្ញុំមានជាអាហារពេលព្រឹកសម្រាប់អ្នកទាំងអស់គ្នាដែលអាចញ៉ាំជំនួសជាអាហារពេលព្រឹករបស់យើងក៏បានពេលល្ងាចរបស់យើងក៏បានហើយជួយយើងទៅលើការសក់គីឡូហើយអាចឲ្យយើងឡើងគីឡូបានទៀតអាហារហ្នឹងតាមមួយមុខទេប៉ុន្តែឡើងគីឡូក៏បានសក់គីឡូក៏បានអូខេប្រូតេអ៊ីនវីតាមីនជាតិរ៉ែគឺមានគ្រប់គ្រាន់ហ្មងអូខេខ្ញុំប្រកាសថាអ្នកទាំងអស់គ្នាទទួលបានជីវជាតិគ្រប់គ្រាន់ហើយមានសុខភាពល្អសម្រាប់រាងកាយរបស់យើងអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបើអ្នកទាំងអស់គ្នាចង់ដឹងពីអាហារមួយនេះឆាតមកខ្ញុំ free ក្នុងការប្រឹក្សាយោបល់សម្រាប់អ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាកំពុងតែស្វែងរកឱកាសអាជីវកម្មពាក់ព័ន្ធជាមួយនឹងការលក់អាហាររូបត្ថម្ភចង់លក់អាហាររូបត្ថម្ភណាហ្នឹងហើយខ្ញុំអត់ត្រូវការចំណេះជំនាញអីទេក៏អាចឆាតមកខ្ញុំបានដែរអូខេអញ្ចឹងខ្ញុំ free នៅក្នុងការប្រឹក្សាយោបល់សម្រាប់អ្នកទាំងអស់គ្នាអរគុណ